យកវ៉ាន់ស្វាគមន៍មកកាន់ជីវិតជា creator នៅក្នុងខែកញ្ញាចឹងអ្នកគ្នាជីវិត creator របស់ខ្ញុំហ្នឹងគឺជីវិតជា creator នៅក្នុង TikTok មិនមែនជា creator នៅក្នុង page Facebook ឬក៏ channel YouTube ទេតែវីដេអូហ្នឹងគឺខ្ញុំនឹងផុសនៅលើ YouTube ជាមួយនឹង Facebook page ផងដែរដោយសារខ្ញុំចង់ start ជាមួយនឹងអាពីរហ្នឹងទៀតគឺចាប់ដើមខែថ្មីគឺខ្ញុំ start របស់ថ្មីយកហ្មងដើម្បីជា challenge មួយសម្រាប់ខ្ញុំធ្វើវីដេអូបន្តទៅទៀតចឹងអ្នកគ្នាជីវិតជា creator ក្នុង TikTok របស់ខ្ញុំហ្នឹងគឺមួយខែនេះគឺវេទនាមែនទេview ធ្លាក់រហូតយកហ្មង view ធ្លាក់ដាបរហូតដល់មានត្រឹមតែ 2-300 view ឯទេហើយ like បានត្រឹម 4-10 like ទេវេទនាមែនតើខែហ្នឹងសម្រាប់ follower គឺខ្ញុំរកបានត្រឹមតែ 5k follower ទេសម្រាប់ខែនេះបើប្រៀបនឹងខែមុនគឺខ្ញុំរកបានច្រើនមែនតើចឹងដល់នេះបើនិយាយពីខែកញ្ញាហ្នឹងវិញគឺដូចមិនសូវមាននឹងអីនិយាយច្រើនទេក្រៅពីថៃចូលមក report ដែល report អត់ត្រូវដោយសារខ្ញុំនិយាយទៅរបស់ពិតពេលខ្លះក៏ខ្ញុំនិយាយព័ត៌មានរៀងខុសតិចដែរដោយសារមួយរយៈក្រោយនេះគឺខ្ញុំអត់សូវបានគេងចឹងវាធ្វើឲ្យវារៀងអត់សូវ reflect ខួរក្បាលណាចឹងព័ត៌មានខ្លះៗគឺខ្ញុំនិយាយខុសដូចជាអាយុដូចជាទីក្រុងអីចឹងណាដូចមួយថ្ងៃដូចមិនសូវខុសប៉ុន្មានទេហើយឈ្មោះព្យុះឈ្មោះអីហ្នឹងគឺអត់សូវខុសទេហើយមួយរយៈក្រោយនេះគឺខ្ញុំពិបាកខ្លាំងមែនទែនពាក់ព័ន្ធមួយទូរស័ព្ទរបស់ខ្ញុំនេះអាកាមេរ៉ាកំពុងថតហ្នឹងគឺទូរស័ព្ទហ្នឹងឯងគឺ iPhone 8ហើយយ៉ាងណាគ្នា RAM 64ខូចថ្មទៀតហើយឥឡូវហ្នឹងក៏ខ្ញុំអត់ដឹងថាវាខូចសំណុំជើងសាកក៏អត់ដែរបញ្ចូលអត់ចូលទេបញ្ចូលម្ដងចូលម្ដងចេញម្ដងចូលម្ដងចេញនិយាយថាមួយថ្ងៃអាលុតប្រហែល40ដងហើយមែនព្រោះតែផុសវីដេអូផតកាត់ថតក៏ថតអត់កើតហើយខែកញ្ញាហ្នឹងទៀតគឺមេឃភ្លៀងយកតែមែនតែហើយឮតែខែដុល្លារនេះគឺមេឃភ្លៀងច្រើនទៀតមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេហើយសម្រាប់ទូរស័ព្ទខ្ញុំនេះវិញគឺចង់ទៅឥណ្ឌាបដាបមើលsponsor ណាមើលឃើញឲ្យមើលជួយឲ្យការងារធ្វើខ្លះមកដោយសារចង់បានលុយដូរទូរស័ព្ទថ្មីដែរតែអ្នកគ្នាចង់ក្រោយកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយឲ្យគ្រប់ 50k follower ផងនៅក្នុង TikTok ហើយកុំភ្លេច follow ខ្ញុំនៅក្នុង page ឬក៏ចូលទៅ subscribe ក្នុង YouTube ក៏បានដែរចឹងណានេះអរគុណច្រើន